mình men nhómประกอบជាម្ចាស់ចំការទេអញ្ចឹងអ្នកដែលនៅខាងតំបន់នេះបើឃើញបងមុនធីស្គាល់ហើយបាទតារ៉េននេះគឺអាយុជាង3ឆ្នាំហើយមកដល់ពេលនេះគឺយើងមានផ្លែនៅលើដងដើមនេះមើលជំរាបសួរបាទជំរាបសួរបងឥឡូវចេះសុំកាមេរ៉ាចាប់បងតិចដោយសារនៅទឹកដីនេះខ្ញុំអត់ស្គាល់ទេហើយក៏ពិតខ្ញុំហើយបងបានស្គាល់គ្នាមករួចហើយតែចង់ឲ្យបងលើកបន្តិចថាតំបន់នេះស្រុកអីខេត្តអីហើយចំការអ្នកណាហើយមានប្រមាណដើមបាទនៅយើងនេះគេហៅឃុំលវាលើបាទឃុំលវាលើស្រុកចំការលើខេត្តកំពង់ចាមហើយចំការនេះមានប្រមាណដើមបងចំការខ្ញុំមានប្រហែលជា500ដើមអាយុមកដល់ប៉ុណ្នេះអាយុប្រមាណហើយបងបើនិយាយទៅអាយុនេះវាបើនិយាយទៅខែ7វិញបាន4ឆ្នាំអញ្ចឹងមានន័យថាកាលដែលបងជួបជាមួយខ្ញុំពីដំបូងហ្នឹងអាយុវា3ឆ្នាំជាងបងប្អូនមិនមែនខ្ញុំប្រកបជាម្ចាស់ចំការទេអញ្ចឹងអ្នកដែលនៅខាងតំបន់នេះបើឃើញបងមុនធីស្គាល់ហើយបាទតារ៉េននេះគឺអាយុជាង3ឆ្នាំហើយមកដល់ពេលនេះគឺយើងមានផ្លែនៅលើដងដើមនេះមើលចាប់ឲ្យមើលបន្តិចមើលឃើញទេឃើញផ្លែណាបងប្អូនអញ្ចឹងមានបងប្អូនសួរមកដល់ខ្ញុំច្រើនណាថាតើផ្លែអាចធ្វើបានទេអាយុក្នុង3ឆ្នាំ4ឆ្នាំលក្ខខណ្ឌបងប្អូនមើលដងដើមគេណាប្រសិនបើបងប្អូនមិនយល់ដឹងក្នុងការផលិតអាចតំណាក់តំណងមកក្រុមការងារប៉ុន្តែខ្ញុំជំរាបថាបានប៉ុន្តែមើលដងដើមហ្នឹងមិននេះធំណាបងប្អូន3ឆ្នាំជិត4ឆ្នាំហើយមើលមេឃមួយនេះខ្ញុំកាន់អត់ជុំណានេះឃើញទេកាន់អត់ជុំទេមេឃបាទអញ្ចឹងមានន័យថាអាយុតិចតែគេថែរក្សាគេមើលគេឲ្យចំណីអាហារវាស៊ីបានដឹកដល់មានន័យថាគេផ្គត់ផ្គង់ណាបាទផ្គត់ផ្គង់វាបានដិតដល់អញ្ចឹងម្ចាស់ចំការគាត់ថែមើលវាឲ្យចំណីបានដិតដល់អញ្ចឹងវាឆាប់ធំអញ្ចឹងកុំមានការភ័ន្តច្រឡំថាទុរេនដាំបដាបដាបានអត់បានទេអញ្ចឹងបើបងប្អូនចង់ឲ្យវាឆាប់ធំទទួលបានទិន្នផលលឿនតើតបងប្អូនមានបច្ចេកទេសក្នុងការយល់ដឹងឲ្យមើលថែវាដល់ដូចបងអញ្ចឹងបើមិនអញ្ចឹងមិនបានអានេះ3ឆ្នាំជាងយកផ្លែណែនដើមហើយបងប្អូនខ្លះលេង3ឆ្នាំដែរលេងប៉ិនព្រួនជើងឲ្យទៅធ្វើយកផ្កាមិនបងធ្វើមិនបានទេបាទធ្វើអត់បានទេអញ្ចឹងនេះមិនមែននិយាយនឹងនេះទេមើលជាក់ស្ដែងនៅលើដងដើមគាត់គឺស្អាតមែនតើឥឡូវចេះសួរមួយទៀតមកដល់ថ្ងៃនេះម៉ោងនេះផ្លែលើដងដើមបោះបងប៉ុណ្ណេះចង់ជំរាបថាមានតែមួយដើមនឹងទេគេឃើញមកថាចុះ2នាក់នឹងថតទៅអត់ទេមានច្រើនដើមដែរបងបាទតែថតអានោះទៀតក៏បានមកបងប្អូនមកក៏បានព្រោះដោយសារអីយើងចង់និយាយថាកុំឲ្យគេថាចុះលេងមានតែមួយដើមហ្នឹងទេអួតខ្វល់អញ្ចឹងណាបាទផុសឲ្យគេមើលអួតខ្វល់មានតែមួយដើមឥឡូវបងប្អូនមកចាប់កាមេរ៉ាចាប់ដងដើមហើយទំហំហ្នឹងហើយចាប់បងផងឃើញទេនេះបាទអញ្ចឹងមានន័យថាម៉េចមានន័យថាបងប្អូនបច្ចេកទេសការយល់ដឹងនិងការប្រើប្រាស់នៅសារបានសារធាតុត្រឹមត្រូវគឺល្អបងមនីឯហ្នឹងបាទខ្ញុំធ្វើតាមបងឯងខ្លះអាឡាសួរគេខ្លះបាទអាហ្នឹងអញ្ចឹងគេថាគ្រូច្រើនល្អបាទមែនអត់ទេមនុស្សយើងមិនអាចនិយាយបានថាអូខ្ញុំនឹងប្រកែទេអត់ទេខុសច្រើនជាងត្រូវទេប៉ុន្តែតតសាក់លបមួយគ្នាសិនណែចាប់ទៀតដើមនេះឲ្យមើលនេះឃើញទេដើមនោះមិញ130ផ្លែតែមើលបងមុនធីបងមុនធីបញ្ជាក់តិចមើលអ្នកដែលផ្ដល់បច្ចេកទេសឲ្យចេញផ្កានៅក្នុងវ័យប៉ុណ្ណេះនិយាយតាមត្រង់មើលអ្នកដែលបង្គោលធំបំផុតសម្រាប់បងដែលបងយកមួយថ្ងៃនេះមិនថ្ងៃទៅមុខទៀតយើងនិយាយថ្ងៃត្រឹមហ្នឹងសិនតើបងដើរបច្ចេកទេសតាមខាងណាខ្ញុំដើរបច្ចេកទេសតាមបងនេះឯងហ្នឹងនេះអត់និយាយលេងសើចទេណាបងប្អូនបាទព្រោះដោយសារអីចំការនេះនៅខាងចំការហ្នឹងការមិនតាន់ចេញផ្កាដូចខ្ញុំហៅបងឲ្យមកមើលផ្សារណា2ដងបាទមកហ្នឹងហើយបងបាទអញ្ចឹងមានន័យថាម៉េចបងប្អូនការប្រឹក្សាយោបល់ក៏ព្រមទាំងរបៀបរបបក្នុងការធ្វើមានតិចនិចមានបច្ចេកទេសត្រឹមត្រូវព្រោះអីទុរេនមិនមែនជាដំណាំបែបដូនតាទេមានន័យថាម៉េចអ្នកខ្លះមានសំណួរថាបងចងស្បៃឬចងស្បូវនៅដើមទុរេនជួយអីបានខ្លះអាហ្នឹងគេហៅអីបងអាហ្នឹងគេហៅថា
អត់មានបច្ចេកទេសអីទេដូនតាអាហ្នឹងហ៎ បាទ ប៉ុន្តែតំណាំទុរេនជាតំណាំយុទ្ធសាស្ត្រណាបងប្អូនមានបច្ចេកទេសតិចនិចវាបងមិនចឹងអត់បានទេមើលកាមេរ៉ាចាប់ទៅលើ ខ្ញុំថាឆ្នាំហ្នឹងអត់យកដែរអត់យកដែរតើ អញ្ចឹង ប៉ុន្តែឃើញថាបងបងនេះឯងថាអាចធ្វើបានតែអាវៀតណាមមួយនោះវាមកថាវាធ្វើបានដែរ អូខេ ដល់ពេលអញ្ចឹងទៅបន្ថយធ្វើសាកមើល បាទអញ្ចឹងបងវគ្គឥឡូវនិយាយមួយទៀតណាបងប្អូននេះក្តាប់ឡើងវ័យប៉ុណ្ណេះឃើញវាឡើងពណ៌រឿងក្រហមណា បាទ បងអានេះវាបញ្ជាក់ឲ្យយើងឃើញថានៅពេលដែលក្តាប់វ័យប៉ុណ្ណេះកាមេរ៉ាចាប់ឲ្យឃើញពណ៌បន្តិច ដើម្បីជាប្រយោជន៍ដល់បងប្អូនយើងនៅពេលដែលទុរេនវ័យប៉ុណ្ណេះហើយពណ៌នេះពណ៌សម្បុរវាឡើងក្រហមបែបនេះគឺមានន័យថាវាទទួលបានវីតាមីនមិនគ្រប់ប៉ុន្តែដងដើមវាស្អាតតែវាទទួលវីតាមីនបានមិនគ្រប់នឹងគឺអីដោយសារតែកង្វះខាតនៅវីតាមីនអញ្ចឹងបងកុំភ្លេចបន្ថែមវា បាទកុំភ្លេចបន្ថែមវាណាក៏ដោយសារអ្វីក៏ដោយសារតែកុំឲ្យវានឹងកាច់កពួកនេះ បាទកុំជាកត្តាដែលជំរុះច្រើនអញ្ចឹងត្រួយបងបិទស្អាតហើយ ឲ្យវាកាត់ស្មៅរួចដាក់ បាទតោះអញ្ចឹងអរគុណបងប្អូនប៉ុណ្ណឹងចុះបើបងប្អូនមានតម្រូវការឬមួយចង់យល់ដឹងបន្ថែមឬចង់មកលេងបងក៏បានដែរទីតាំងខ្ញុំនឹងដាក់នៅក្នុង caption ហើយមានបញ្ហាតេតិននឹងដំណោះស្រាយបងប្អូនតេតទៅមកក្រុមការងារខ្ញុំអញ្ចឹងអរគុណបងធីអរគុណមែនទេ បាទ កសិកម្មមហាសាលចំណាយតិចចំណេញច្រើនកើនទិន្នផលនិងងាយស្រួលក្នុងការប្រើប្រាស់